ថ្ងៃនេះមក unboxing ទុរេនម្ដងបងប្អូនចាល្ងាចមិញហ្នឹងគ្រួសាររបស់ខ្ញុំគាត់ខលមកប្រាប់ថាឲ្យចាំមើលប្រហែលជាម៉ោង3ឬក៏ម៉ោង4អញ្ចឹងណាបងប្អូនចាគេដឹកទុរេនយកមកឲ្យអញ្ចឹងទៅគឺថាប្រហែលជាម៉ោង5អីណោះបានគេដឹកមកអញ្ចឹងណាបងប្អូនចាអញ្ចឹង unboxing ទាំងល្ងាចតែម្ដងបងប្អូនអើយមើលលក់ទំនងផើយកធុធុគួរឲ្យចង់ញ៉ាំអញ្ចឹងណាបងប្អូនចាសម្រាប់អ្នកចូលចិត្តតែសម្រាប់អ្នកចូលចិត្តគាត់ឃើញប៉ុណ្ណេះឈឺក្បាលតែម្ដងបងប្អូនចាប៉ុន្តែតារៀនខាងគាត់គឺឆ្ងាញ់មែនទេបងប្អូននិយាយរួមរាល់ឆ្នាំគឺខ្ញុំទិញតែកន្លែងគាត់ទេព្រោះគាត់ដាំខ្លួនឯងអញ្ចឹងណាបងប្អូនចាអញ្ចឹងទៅគឺស្គាល់គ្នាអញ្ចឹងទៅឲ្យតែដល់ខែគាត់ប្រមូលផលប្រមូលអីបានច្រើនអញ្ចឹងដឹងថាគាត់ខលប្រាប់អីបងប្អូនអញ្ចឹងគឺកំងគាត់ញ៉ាំរហូតអញ្ចឹងណាបងប្អូននិយាយរួមមករដូវហ្នឹងគឺខ្ទង់4 5ដងអីដែរអញ្ចឹងណាបងប្អូនចាអញ្ចឹងកូនពៅរបស់ខ្ញុំគឺថាហាគាត់ចូលចិត្តឲ្យបងប្អូនចំណែកឲ្យម្ចាស់គឺអត់ចេះញ៉ាំទេនិយាយរួមសម្រាប់ធូរ៉េនហ្នឹងក៏ខ្ញុំលើកមុនអត់ចេះញ៉ាំដែរបងប្អូនតែចេះញ៉ាំប្រហែលជា8 9ឆ្នាំហ្នឹងឯងតែលើកមុនក៏ខ្ញុំធំធូរ៉េនគឺខ្ញុំឈឺក្បាលតែម្ដងបងប្អូនចាព្រោះកាលនៅក្មេងៗហ្នឹងមានគេធ្លាប់ឲ្យពុកខ្ញុំអញ្ចឹងណាបងប្អូនហើយទៅនំនិយាយចូលគៀនលបងអញ្ចឹងណាហើយអត់មានណាចេះញ៉ាំទេមកផ្ទះខ្ញុំអត់ចេះទាំងអស់គ្នាបងប្អូនរហូតដល់ជីដូនមួយខ្ញុំយកមកចាប់ញ៉ាំ